Kiệt thà thầm một bón, dựa mà cả việc tìm mùi, rương, niềng cả lời dạy cái này.ព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្ររពចំពោះស្ត្រីម្នាក់ដែលជាស្ត្រីអាចមានកូននាងដឹងថាខ្លួនប្រកាសជាមិនមានកូនហើយនាងខ្លាចស្វាមីមាននៅប្រពន្ធថ្មីទៀតដែលអាចមានកូនប្រពន្ធថ្មីនោះនឹងមានអំណាចធំជាងខ្លួនទើបនាងដែលជាប្រពន្ធដើមក៏សម្រេចចិត្តដើររកស្ត្រីម្នាក់យកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងមិនយូរប៉ុន្មានស្ត្រីដែលនាងរកមកឲ្យស្វាមីធ្វើជាប្រពន្ធចុងនោះក៏ចាប់ផ្ដើមមាននៅផ្ទៃពោះប្រពន្ធដើមនោះក៏ដឹងច្បាស់ថានាងប្រពន្ធចុងមានផ្ទៃពោះហើយក៏យកថ្នាំពឹសយកមកឲ្យប្រពន្ធចុងនោះផឹកប្រពន្ធចុងស្មានថាជាថ្នាំសម្រាប់ថែរក្សានៅគោក៏បានយកថ្នាំពឹសនោះទៅផឹកនាងបានរលូតកូនស្លាប់ដល់ទៅ2លើកព្រោះថ្នាំពឹសរបស់នាងប្រពន្ធដើមនឹងឯងនៅក្នុងលើកទី3នាងដែលជាប្រពន្ធចុងត្រូវបានស្លាប់ទាំងខ្លួនព្រមទាំងកូននៅក្នុងផ្ទៃព្រោះថ្នាំពឹសរបស់នាងប្រពន្ធដើមដូចជាលើកមុនដែរស្វាមីរបស់នាងបានដឹងនៅរឿងនោះហើយក៏បានវាធ្វើបាបនាងប្រពន្ធដើមរហូតដល់បាត់បង់ជីវិតនៅក្នុងពេលនោះតែម្ដងនាងប្រពន្ធដើមនិងនាងប្រពន្ធចុងទាំងពីរនាក់នេះបានចងនៅកម្ពីវរីជាមួយនឹងគ្នាម្នាក់ម្ដងយ៉ាងនេះគឺនាងប្រពន្ធចុងស្លាប់ទៅក៏បានទៅកើតជាមេឆ្មាហើយនាងប្រពន្ធដើមស្លាប់ទៅក៏បានទៅកើតជាមេមន់មេឆ្មាបានស៊ីពងមន់និងមេមន់ប្រពន្ធដើមស្លាប់អំពីមេមន់បានទៅកើតមេខ្លាហើយប្រពន្ធចុងមេឆ្មាស្លាប់ទៅក៏បានទៅកើតជាមេប្រើសមេខ្លាបានខំស៊ីកូនប្រើសនិងមេប្រើសចំណែកឯប្រពន្ធចុងមេប្រើសស្លាប់ទៅបានកើតទៅជាយក្ខិនីឯប្រពន្ធដើមមេខ្លាស្លាប់ទៅក៏បានទៅកើតជានាងកុលធិតានាងយក្ខិនីប្រពន្ធចុងក៏បានចាប់នៅកូននាងកុលធិតាប្រពន្ធដើមយកទៅខំស៊ីអស់រហូតដល់ទៅ2លើកនៅក្នុងលើកទី3នាងកុលធិតាក៏បាននាំយកនៅកូនខ្ចីរត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួនលុះដល់ពាក់កណ្ដាលផ្លូវក៏ស្រាប់តែនាងយក្ខិនីប្រពន្ធចុងដេញជាប់តាមក្រោយនាងប្រកិតរហូតមកនាងកុលធិតាក៏លេចឃើញនាងយក្ខិនីដែលដេញតាមជាប់អំពីក្រោយរបស់ខ្លួនដូច្នេះហើយក៏មាននៅសេចក្តីតក់ស្លុតភ័យខ្លាចជាខ្លាំងបំផុតហើយក៏បានរត់ចូលទៅនៅក្នុងវត្តចេតពុទ្ធមហាវិហារយ៉ាងប្រញាប់ជួនជានៅក្នុងពេលនោះព្រះបរមសាស្តាព្រះអង្គទ្រង់កំពុងតែសម្ដែងនៅពធទេសនាអប់រំទៅដល់ពួកពុទ្ធបរិស័ទនាងកុលធិតាបានចូលទៅចិត្តព្រះបរមសាស្តាហើយយកកូនទៅដាក់នៅក្បែរព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធហើយក៏បានក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំប្រកាសណាសូមប្រគេននៅកូនតូចនេះដល់ព្រះអង្គសូមព្រះអង្គមេត្តាទទួលយកចុះបន្ទាប់គ្នានឹងនាងយក្ខិនីក៏បានមកដល់វត្តចេតពុននោះដែរព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ទៅកាន់នាងទាំងពីរនាក់នោះថាណែនាងទាំងពីរនាក់ព្រោះហេតុអ្វីបានជាពួកនាងតាមចងកម្មចងពៀននឹងគ្នាមិនចេះឈប់ឈរយ៉ាងនេះដូច្នេះហើយព្រះអង្គទ្រង់ត្រាស់នៅប្រគាថានេះថាអ្នកហេវេរេអ្នកវេរានិសមន្តៃធគុទាចនំអវេរេអ្នកចសមន្តេអេសធម្មោសនន្តណោមែនពិតក្នុងពេលណាក៏ដោយក្នុងលោកនេះធម្មតាពាក្យទាំងឡាយមិនដែលរងាប់ដោយការចងពៀឡើយពាក្យទាំងឡាយតែស្ងប់រងាប់ដោយការមិនចងពៀនេះជាបវេណីធម៌